នេះក៏មានបឋមមកពីមកពីខេត្តសាច់ទៀតដែរគឺចាក់ណៃជនបកគាត់យកsangចាក់កន្លងផ្ទះហើយយកទៅគាត់មកតាមបានទៅដល់សរុបតែស្លាប់ហ្នឹងគឺ9នាក់មានក្មេង4នាក់ក្មេង4នាក់ចាស់5នាក់នៅខាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនឹងឲ្យបងនេសាទនៅភូមិខ្ញុំព្រោះ9នាក់ហ្នឹងមិនមែនក្មេងទាំងអស់ឯងបងក្មេងតែមិនមែនតែ5នាក់ឯងបងក្នុងលើចាស់ជំរាបគាត់ស្លាប់ហើយគាត់ដល់តែគាត់ដាក់ថ្នាំដល់គាត់ស្លាប់មកទៀតភ្លឺបងសាហាវបងសំខាន់ហ្នឹងវារៀបម៉ែក្មេកវាយាយវាប៉ុនវាឲ្យក្មេងអត់ដឹងថាវាដាក់ថ្នាំដល់អីមិនដឹងហើយវាបិទផ្ទះហ្នឹងសំខាន់ម្នាក់តែមួយទៀតដែលនៅផ្ទះចិត្តហ្នឹងវាបងប្អូនគេនៅជុំគ្នាទៅបងក៏គាត់ឃើញភ្លើងឆេះហើយគាត់ឃើញភ្លើងឆេះគាត់ចុះមកមើលទៅហើយជាឃើញម្នាក់ហោះនឹងអីមកគេមកក៏គាត់មួយទៀតហើយមកចូលពីកសោបាត់នេះតាមប្អូនប្រុសរបស់អ្នកស្លាប់ហ្នឹងគាត់និយាយគាត់ងើបមកគាត់ចុះមកឃើញឈាមឃើញអីគេអីចឹងបងបើសិនជាអត់បងស្រីម្នាក់ទៀតហ្នឹងអត់ក៏ទេគេគិតថាផ្ទះហ្នឹងឆេះដេកស្លាប់អីតែក៏ម្នាក់ទៀតដែលផ្ទះនៅចិត្តហ្នឹងចុះមកឃើញសាហាវបងអីនៅវិធីគ្រួសារគាត់ក្រអត់សូវមានទេហើយកូនច្រើនហើយសំខាន់ក្មេងៗហើយចឹងមានក្មេង2នាក់គ្រួសារគាត់ទៀតក្មេង2នាក់អត់ទៅគេនឹងហត់ដងអត់ទៅគេនឹងតែថ្ងៃហ្នឹងគាត់មកគេមួយបាត់គាត់នៅខ្ទមតូចទេបើសិនគាត់ទៅគេនៅផ្ទះធំមួយយាយគាត់ទៀតស្មើទៅមកពួយគាត់គឺទៅទាំងអស់ហ្មងណាធ្វើមកសារគាត់ពីប្របែកឲ្យមកជុំរឿងចឹងទៀតបើតែខ្ញុំដឹងនឹងគាត់ឡើងគ្នាហើយគាត់យាយគាត់ហើយនឹងម៉ែក្មេងគាត់នឹងទៅយកប្រពន្ធគាត់មកងាកមិញនឹងយកកៅយកអីមកនឹងกิจกรรมงบมาโคสร้างคนผมไปเนี่ยในกิจการมันนึกเลยยังไงเมนแบบเนี้ยงบเลยน้องติดยาโตงดอุ้ยมันได้ชัวร์เลยมันทำเรื่องตู้เว้ยคนมันไปตู้สูงกันติโอ้ยรับแจ้งสำนักเจ้าหมดเลยนะมันเลย